បាទបត់ក្មេងវត្តចាប់ហើយជំរាបសួរបងប្អូននៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ទាំងអស់ជាទីគោរពស្រឡាញ់បាទនៅថ្ងៃនេះខ្ញុំមានព័ត៌មានសំខាន់មួយចំនួនដើម្បីមកជម្រាបជូនបងប្អូនយើងបាទដោយសារតាំងពីពិតទៅខ្ញុំផ្អាក live មករយៈអីវារវល់បាទរវល់ធ្វើផ្ទះរវល់ធ្វើសបែងវាមិនតាន់មានពេលគ្រប់គ្រាន់ណាអញ្ចឹងយប់នេះខ្ញុំ live និយាយរឿងមួយចំនួនរឿងដំបូងគេដែលខ្ញុំលើកយកមកនិយាយគឺពាក់ព័ន្ធនឹងលទ្ធផលប្រជុំអាស៊ានបាទតាំងពីពិតលទ្ធផលកិច្ចប្រជុំកំពូលអាស៊ាននេះបានចប់នៅថ្ងៃនេះហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងជាប្រធានអាស៊ានបដូវវេនក៏បានធ្វើសន្និសីទកសែតល្ងាចមិញរួចហើយដែរបង្ហាញអំពីលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ណាដែលកម្ពុជាយើងទទួលបានក្នុងនាមអាស៊ានផងក្នុងនាមរាជរដ្ឋាភិបាលយើងផងហើយខ្ញុំមិននិយាយសម្រាយតាមអីទៀតទេព្រោះសម្ដេចតេជោលោកបានមានប្រសាសន៍នៅក្នុងការធ្វើសន្និសីទកសែតនៅល្ងាចមិញនេះហើយអញ្ចឹងខ្ញុំគ្រាន់តែពេល live នេះខ្ញុំគ្រាន់តែបញ្ជាក់បន្ថែមបាទថាយើងមានមោទនភាពណាស់ដែលយើងបាទរៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យណាហើយភ្ញៀវណាអន្តរជាតិដែលជាមេដឹកនាំនៅក្នុងអាស៊ានក៏ដូចជាមេដឹកនាំនៅបណ្ដាប្រទេសផ្សេងជាពិសេសប្រទេសមហាអំណាចសហរដ្ឋអាមេរិកក៏បានចូលរួមបាទដែលនេះគឺជាជោគជ័យដ៏ធំធេងបំផុតរបស់ជាតិយើងបាទរបស់ជាតិយើងចឹងទេខ្ញុំពិតជាមានមោទនភាពក្នុងនាមប្រជាពលរដ្ឋខ្មែរបាទដែលយើងបានជោគជ័យហើយជោគជ័យនេះគឺជាជោគជ័យរបស់យើងទាំងអស់គ្នាបាទចឹងឥឡូវរឿងទាំងពីរនេះគឺរឿងលទ្ធផលអាស៊ាននេះខ្ញុំសង្ខេបខ្លីប៉ុណ្ណឹងបាទឥឡូវនេះយើងចូលដល់រឿង